ជារៀងរាល់ឆ្នាំនៅថ្ងៃ8មីនាគេតែងតែប្រារព្ធទិវាអន្តរជាតិនារី8មីនាដើម្បីរំលឹកឡើងនូវការតស៊ូរើបម្រាស់របស់នារីកុមារនិងកម្មករដែលគេគៀបសង្កត់កេងប្រវ័ញ្ចលើកម្លាំងពលកម្មហួសប្រមាណដោយទ្រាំនឹងការឈឺចាប់តទៅទៀតមិនបានកម្មការិនីផ្នែកតម្បាញនិងកាត់ដេរនៅទីក្រុង Chicago និង New York សហរដ្ឋអាមេរិកបានក្រោកឈរតស៊ូទាមទារឲ្យបន្ថយម៉ោងធ្វើការនិងដំឡើងប្រាក់បៀវត្សនៅថ្ងៃទី8មីនាឆ្នាំ1899តែការតស៊ូនោះមិនបានទទួលជោគជ័យទេរហូតដល់ឆ្នាំ1910ក្រោមការដឹកនាំរបស់យុវនារី3រូបគឺអ្នកស្រី Clara Zetkin ជនជាតិអាល្លឺម៉ង់និង Rosa Luxemburg ជនជាតិប៉ូឡូញដែលបានចូលរួមយ៉ាងជិតស្និទ្ធជាមួយអ្នកស្រី Grubskaya ប្រពន្ធលោក Lenin បំផុសចលនាបង្កើតបានជាគណៈលេខាអន្តរជាតិដើម្បីដឹកនាំចលនានារីក្នុងឆ្នាំ1910សន្និបាតអន្តរជាតិនារីលើកទី1ដែលមាន17ប្រទេសចូលរួមហើយបានធ្វើឡើងនៅទីក្រុង Copenhagen រដ្ឋធានីនៃប្រទេសដាណឺម៉ាកបានសម្រេចយកថ្ងៃទី8មីនាជាទិវានារីអន្តរជាតិដូច្នេះថ្ងៃ8មីនាឆ្នាំ2015គឺជាខួបលើកទី104នៃទិវាអន្តរជាតិនារីក្រោមប្រធានបទដំណើរឆ្ពោះទៅមុខស្ត្រីកម្ពុជាក្រោយសន្និសីទស្ត្រីពិភពលោកឆ្នាំ1995ក្នុងគោលបំណងរំលឹកការតស៊ូរបស់នារីសកលលោកក្នុងការទាមទារសិទ្ធិសេរីភាពប្រជាធិបតេយ្យនិងការអនុវត្តសិទ្ធិស្មើភាពគ្នារវាងបុរសនិងស្ត្រីក៏ដូចជាពិនិត្យឡើងវិញលើសមិទ្ធផលនានាដែលកើតមានក្នុងរយៈពេល20ឆ្នាំក្រោយសន្និសីទស្ត្រីពិភពលោកឆ្នាំ1995នឹងធ្វើការបំផុសគៀងគរប្រជាពលរដ្ឋកម្ពុជាធ្វើការរួមគ្នាដើម្បីឈានទៅសម្រេចបានសមភាពពិតប្រាកដរវាងបុរសនិងស្ត្រីក្នុងរយៈកាល20ឆ្នាំក្រោយសន្និសីទស្ត្រីនៅទីក្រុងប៉េកាំងភាពជោគជ័យមានដូចជាការលើកកម្ពស់សិទ្ធិស្ថានភាពជីវភាពឋានៈតួនាទីរបស់ស្ត្រីដែលរាជរដ្ឋាភិបាលស្ថាប័នជាតិអន្តរជាតិអង្គការសង្គមស៊ីវិលនិងវិស័យឯកជនបាននឹងកំពុងខិតខំប្រឹងប្រែងដើម្បីជួយស្ត្រីឲ្យមានជីវិតកាន់តែប្រសើរឡើងស្ត្រីទទួលបានការសិក្សារៀនសូត្រការថែទាំសុខភាពកិច្ចការពារផ្លូវច្បាប់និងវិស័យដទៃទៀតការដែលស្ត្រីទទួលបានការផ្ដល់សិទ្ធិតម្លៃឱកាសចូលរួមនឹងការទទួលផលប្រយោជន៍ដោយស្មើភាពនៅក្នុងគ្រួសារនិងសង្គមធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ទទួលបានសេចក្តីសុខសុភមង្គលចម្រុងចម្រើនសម្បូរសប្បាយដោយសារស្ត្រីគឺជាភ្នាក់ងារដ៏សំខាន់ក្នុងការធ្វើឲ្យគ្រួសារក៏ដូចជាក្នុងសង្គមមានការផ្លាស់ប្ដូរអភិវឌ្ឍឈានឡើងតែទោះជាយ៉ាងណាក៏ដោយសពថ្ងៃនៅកម្ពុជាពិតមែនតែមានច្បាប់ជាតិច្បាប់អន្តរជាតិដោយសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សអនុសញ្ញានៃរាជរដ្ឋាភិបាលកម្ពុជាត្រង់ជំពូក3ដែលស្តីពីសិទ្ធិនោះក៏ដោយក៏វិសមភាពរវាងបុរសនិងស្ត្រីការរើសអើងប្រឆាំងនឹងនារីភេទការរំលោភសិទ្ធិស្ត្រីហិង្សាក្នុងគ្រួសារនៅតែកើតមានជាបញ្ហាឧទាហរណ៍ដូចជាក្នុងឆ្នាំ2013កន្លងទៅបណ្ដឹងស្ត្រីសុំលែងលះប្តីមាន 70% ក្នុងចំណោមបណ្ដឹងលែងលះ 1287 បណ្ដឹងប៉ុន្តែបណ្ដឹងភាគច្រើនគឺជាបណ្ដឹងរបស់ស្ត្រីដែលសុំលែងលះប្តីបើគេគិតជាភាគរយគឺចំនួន 70% ចំណែកបណ្ដឹងប្តីសុំលែងប្រពន្ធវិញគឺមានប្រមាណតែ 30% ប៉ុណ្ណោះប៉ុន្តែសប្តាហ៍នេះស្ត្រីខ្មែរបច្ចុប្បន្នមានការអភិវឌ្ឍជឿនលឿននិងបានកំពុងតែប្រើប្រាស់នៅសិទ្ធិសេរីភាពរបស់ពួកគេយ៉ាងពេញបរិបូរណ៍ដោយមានចែងនៅក្នុងច្បាប់កម្ពុជានិងច្បាប់អន្តរជាតិឥឡូវនេះសូមលោកអ្នកនាងស្ដាប់នៅកិច្ចសម្ភាសន៍របស់ក្រុមការងារយើងថាតើសប្តាហ៍នេះស្ត្រីខ្មែរយល់ច្បាស់ពីសិទ្ធិដែរឬទេនាងខ្ញុំឈ្មោះកៅសុធីជានាយិកាសាលាបឋមសិក្សាទឹកថ្លាហើយនាងខ្ញុំរស់នៅក្នុងភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងស្រីសុភ័ណ្ឌខេត្តបន្ទាយមានជ័យចាស្ត្រីយើងមួយចំនួនធំភាគច្រើនជាមន្ត្រីរាជការជាបញ្ញវន្តជានិស្សិតហ្នឹងគាត់មានការយល់ដឹងជួយជាតិច្រើនដោយសារហេតុអីដោយសារគាត់ឧស្សាហ៍បានចូលវគ្គបំពាក់បំពន់ពីថ្នាក់ដឹកនាំពីក្រសួងពីមន្ទីរណាហើយចំណែកនារីយើងមួយចំនួនតូចនៅតាមជនបទឆ្ងាយពីខេត្តពីក្រុងហ្នឹងគាត់ពុំសូវមានឱកាសចូលរួមវគ្គបំពាក់បំពន់ទេជាការយល់ដឹងអំពីសិទ្ធិហ្នឹងគាត់នៅមានកម្រិតសិទ្ធិបើតាមទៅបើនិយាយពីសិទ្ធិនារីហ្នឹងគឺមានដល់16មាត្រាណោះប៉ុន្តែគាត់យល់ដឹងតែចូល70ទៅ80%ទេចាបើឲ្យនឹងខ្ញុំលើកអំពីសិទ្ធិនីមួយនឹងខ្ញុំគាត់នៅលើកមកទូបន្តិចបន្តួចដើម្បីជម្រាបជូនចាដល់នារីយើងទាំងអស់គ្នាណា
បើនិយាយពីសិទ្ធិទី1របស់គាត់គឺនិយាយពីសិទ្ធិនៅក្នុងគ្រួសារធម្មតានារីនិងបរិសុទ្ធឬក៏ភរិយានិងស្វាមីគឺទៅតែមានសិទ្ធិស្មើគ្នាក្នុងការគ្រប់គ្រងផ្ទះសម្បែងដីធ្លីកូនចៅចិញ្ចឹមបីបាច់ថែរក្សានឹងគឺជាការរួមសហការគ្នាមិនមែនថាការងារនេះស្ត្រីជាអ្នកធ្វើបរិសុទ្ធធ្វើមិនបានឬក៏ការងារនេះការងារបរិសុទ្ធស្ត្រីមិនបានចូលរួមអត់ទេគឺត្រូវតែគួតដៃគ្នាតែម្ដងចាព្រោះយើងមានសិទ្ធិស្មើគ្នាហើយនារីសំខាន់នារីក៏មិនទៅទុំជ្រាយដែរគឺទៅរឹងមាំហ្មងចាកុំអៀនព្រានអីណាតើអ្នកស្រីធ្វើយ៉ាងណាដើម្បីឲ្យបុរសទទួលស្គាល់តួនាទីរបស់អ្នកស្រីដើម្បីឲ្យបុរសទទួលស្គាល់ថាយើងជានារីម្នាក់ជាអ្នកមានតួនាទីជាអ្នកដឹកនាំណាបងអញ្ចឹងយើងទៅប្រកាន់ខ្ជាប់ថាទី1យើងទៅចេះស្រឡាញ់រួមរស់គ្នានៅក្នុងអង្គភាពមួយកុំឲ្យមានការបែកបាក់ព្រោះអីការសាមគ្គីនេះវាសំខាន់ខ្លាំងណាស់បើយើងបែកបាក់នេះទៅគឺអង្គភាពទាំងមូលមិនមានការរីកចម្រើនទេចាហើយម្យ៉ាងទៀតនេះខ្ញុំជានាយិកាផ្ទាល់នេះគឺថាមានតួនាទីច្រើនគឺថាតួនាទីអប់រំផងដឹកនាំផងគ្រប់គ្រងផងធ្វើយ៉ាងណាឲ្យបុគ្គលិកអ្នកនៅក្រៅអាវ៉ាត់មានទំនុកចិត្តលើយើងឲ្យយើងមានយុត្តិធម៌មិនលំអៀងដោះស្រាយជំនះគ្រប់ឧបសគ្គដែលកើតមានចំពោះមុខគឺពុំមានការទុនជ្រាយអីទេព្រោះយើងអ្នកដឹកនាំនោះត្រូវតែរឹងដូចដង្កាំអញ្ចឹងចាឥឡូវនេះយើងក្រឡេកមើលទៅស្ត្រីមេផ្ទះវិញថាតើគាត់បានចូលរួមអ្វីខ្លះដើម្បីលើកស្ទួយជីវភាពគ្រួសារនាងខ្ញុំឈ្មោះស្មួនសកូលនៅភូមិអូអំបិលឃុំអូអំបិលសង្កាត់អូអំបិលខេត្តបន្ទាយមានជ័យមកកបនាងខ្ញុំលក់ដូរនៅផ្សារសេរីសុភ័ណ្ឌនាងខ្ញុំដើម្បីលើកស្ទួយជីវភាពគ្រួសារនាងខ្ញុំលក់បន្លែផ្លែឈើខ្នុរដូងស្វាយដំឡូងទឹកក្រូចប្រមាណដែលខ្ញុំមានមុខរបរដែលខ្ញុំទិញបានខ្ញុំទិញទាំងអស់ដើម្បីលើកស្ទួយជីវភាពគ្រួសារអ្វីត្បិតតែគាត់ជាស្ត្រីមេផ្ទះតើគាត់យល់យ៉ាងណាទើបគាត់ត្រូវរៀបចំផែនការរកចំណូលសម្រាប់គ្រួសារដូចនេះនាងខ្ញុំសប្តាហ៍ថ្ងៃនាងខ្ញុំចង់លោកមានកម្រងទៅអនាគតមួយគឺដើម្បីលើកមានមុខរបរពិតប្រាកដខ្លួនឯងចង់បើកហាងលក់ដូរមួយទៅអនាគតតើគាត់ជួបផលវិបាកអ្វីខ្លះក្នុងនាមជាស្ត្រីមេផ្ទះតើកម្លាំងចិត្តអ្វីដែលធ្វើឲ្យបងស្រីប្រឹងប្រែងតស៊ូដើម្បីគ្រួសារជួបផលវិបាកច្រើនណាស់អ្នកគ្រូរាល់ថ្ងៃនាងខ្ញុំទៅបេះបន្លែជួបគ្រោះថ្នាក់ស្លៀកលើដើមឈើក៏មានជួបផលវិបាកព្រោះអីទិញថ្លៃលក់ថោកព្រោះអីរាល់ថ្ងៃចំណូលរោតិចបានច្រើនមិនបានច្រើនដូចទឹកមុនទេរាល់ថ្ងៃនាងខ្ញុំរកមិនបានព្រោះអីកូនក៏ច្រើនចំណាយចាយវាយក្នុងគ្រួសារក៏ច្រើនមកពីមានកម្លាំងចិត្តមកពីគ្រួសាររបស់នាងខ្ញុំជួយសម្រាលការងារក្នុងគ្រួសារគាត់មិនគិតថាជាខ្លួនគាត់ជាបុរសឬមួយយ៉ាងណាទេគាត់មកជួយកម្លាំងចិត្តនាងខ្ញុំដើម្បីគ្រួសារគាត់ជួយសັບការងាររាល់ថ្ងៃនាងខ្ញុំមកពីបេះបន្លែរកស៊ីគាត់មកដល់ពីធ្វើការគាត់មិនគិតថាខ្លួនគាត់ជាមន្ត្រីរាជការយ៉ាងណាទេក្នុងគ្រួសារគឺគិតថាជាប្តីដ៏ល្អរបស់នាងខ្ញុំមានកម្លាំងចិត្តណាស់ចំពោះគ្រួសារនាងខ្ញុំឥឡូវយើងងាកមកស្ដាប់ទស្សនៈរបស់បរិសុទ្ធវិញព្រោះបរិសុទ្ធមួយចំនួនតែងតែឲ្យតម្លៃថាស្ត្រីមានចំណេះដឹងនិងគំនិតតិចមិនដល់ខ្លួនចូលចិត្តធ្វើការប្រៀបធៀបបន្ទាបស្ត្រីតើហេតុអ្វីបានជាគាត់យល់ដូច្នោះខ្ញុំបាទឈ្មោះឈុនហុងជានាយករងនៃសាលាបឋមសិក្សាទឹកខ្លាសប្តាហ៍រស់នៅក្នុងភូមិទឹកខ្លាសង្កាត់ទឹកខ្លាក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យក្នុងនាមខ្ញុំបាទជានាយករងនៅសាលាទឹកខ្លាដែរដោយឃើញថាបើនិយាយពីការគ្រប់គ្រងខ្ញុំទទួលស្គាល់ថាហើយខ្ញុំឯកភាពទាំងស្រុងពីព្រោះខ្ញុំយល់ឃើញថានារីគឺជាសរសៃឈាមមួយជាកោសិកាមួយគឺជាដៃគូមួយដែលរៀបចំការអភិវឌ្ឍប្រទេសអភិវឌ្ឍស្ថាប័នគ្រួសារឡើងទៅធ្វើឲ្យដំណើរការរីកចម្រើនបានបើមិនជាខ្វះស្ត្រីมันអាចអភិវឌ្ឍឬក៏มันអាចរៀបចំនៃគ្រប់ស្ថាប័នណាមួយបានរីកចម្រើនទេហើយជាពិសេសគឺថារដ្ឋាភិបាលសប្តាហ៍នេះកំពុងតែជំរុញបាទឲ្យនារីរៀនសូត្រមានចេះដឹងដើម្បីដឹកនាំគ្រប់គ្រងនៅក្នុងស្ថាប័នផ្សេងបាទទីការពិតណាដោយឃើញថាការយល់ឃើញរបស់ខ្ញុំតាំងពីចំនួននិយាយទៅការឆ្លងកាត់មកពីមួយចំនួននោះដោយឃើញថាបរិសុទ្ធបាទណាមិនឲ្យតម្លៃទៅស្ត្រីជាពិសេសគឺមិនឲ្យស្ត្រីនឹងមានចំណេះដឹងបាទហើយក៏ឲ្យមិនមកមានសិទ្ធិចូលរួមនៅគ្រប់ស្ថាប័នណាមួយទេប៉ុន្តែដោយបច្ចុប្បន្ននេះឃើញថារដ្ឋាភិបាលជាពិសេសក្រសួងអប់រំបានផ្ដល់ទូនាទីឲ្យនារីរៀនសូត្ររហូតដល់ខ្ពស់មានចំណេះដឹងបានជ្រៅជ្រះដូច្នេះឃើញថាអ្នកដែលមានគំនិតរបៀបនេះបាទខ្ញុំមិនដូចជាមិនទាត់ឯកភាពបាទហើយក៏មិនយល់ស្របដែរប៉ុន្តែខ្ញុំគ្រប់គ្រងស្ត្រីដែលមានចំណេះដឹងដើម្បីចូលរួមអភិវឌ្ឍនៃគ្រប់ស្ថាប័នក្រសួងទាំងអស់បាទតើលោកគិតថាបរិសុទ្ធគួរប្រកាន់នៅឥរិយាបថបែបណាដើម្បីបញ្ជាក់ថាខ្លួនពិតជាទទួលស្គាល់និងគាំទ្រសិទ្ធិរបស់នារីនៅក្នុងសង្គមបាទជាការពិតបាទណា
តាំងដូចខ្ញុំផ្ទាល់ជានាយករងហើយក៏អស់លោកមួយចំនួនជាបរិបបាទណាដោយប្រកាន់អរិយាប័ត្រអញ្ចឹងអរិយាប័ត្រនេះវាអាស្រ័យទៅតាមពេលវេលាទៅតាមកលៈទេសៈហើយទៅតាមនៃការកំណត់របស់យើងបាទមិនមែនថាយើងបត់បែនទៅតាមពេលវេលាដើម្បីឲ្យស្ត្រីយើងទទួលស្គាល់ថាស្ត្រីតួយ៉ាងគ្រាន់តែខ្ញុំឧទាហរណ៍មួយថាពេលយើងមកធ្វើការស្ត្រីយើងកំពុងមកធ្វើការដែរមានការលំបាកយើងត្រូវប្រែប្រួលអរិយាប័ត្រត្រូវជួយសហការជាមួយនឹងស្ត្រីយើងដើម្បីឲ្យដំណើរការនៃក្រុមគ្រួសារយើងមានភាពរលូនហើយក៏មានគេថាសុភមង្គលល្អដែរអញ្ចឹងអរិយាប័ត្រនេះយើងត្រូវទទួលសិទ្ធិគ្រប់គ្រងសិទ្ធិរបស់នារីបាទហើយនឹងតួនាទីរបស់នារីអញ្ចឹងនារីគឺមានតួនាទីជាប្រធានគ្រប់គ្រងបាទហើយក៏មានសិទ្ធិស្មើគ្នាបាទបើនិយាយពីតួនាទីគឺជាភរិយាអញ្ចឹងយើងក៏ជួយរំលែកនៃភរិយាហ្នឹងយើងត្រូវរៀបចំនៅក្នុងគេហដ្ឋានរបស់យើងឲ្យមានដំណើរការទៅល្អនេះជាសុភមង្គលមួយសម្រាប់នារីតែម្ដងតើពួកគាត់មានសំណូមពរអ្វីខ្លះដល់ស្ត្រីនិងបុរសក្នុងឱកាសទិវានារីអន្តរជាតិខួបលើកទី104 8មិនិនា2015ខាងមុខនេះអញ្ចឹងមុនដំបូងយើងខ្ញុំសូមផ្ដាំផ្ញើទៅបរិសជាស្វាមីចាគ្រប់រូបថាធ្វើម៉េចសូមឲ្យមានការស្មោះស្ម័គ្រចំពោះភរិយាមួយនឹងមួយកុំឲ្យមានការងាករេទៅឆ្វេងទៅស្ដាំកុំឲ្យមើលងាយភរិយាខ្លួនទៅជាឲ្យតម្លៃភរិយាចេះស្រឡាញ់ចេះគោរពភរិយានឹងហើយជាពិសេសបំប្រាក់អំពើហិង្សាទៅលើភរិយាណាបងតែពាក្យថាអំពើហិង្សាមួយម៉ាត់នេះវាក្តោបណាគេថាអំពើហិង្សាទាំងផ្លូវកាយទាំងផ្លូវចិត្តទាំងផ្លូវភេទនិងផ្លូវសេដ្ឋកិច្ចតែកុំឲ្យប្រព្រឹត្តទៅលើភរិយាយើងទៅចេះស្រឡាញ់គាត់គោរពគាត់ឲ្យតម្លៃគាត់ចាហើយជាពិសេសយើងជាបរិសុទ្ធហ្នឹងទៅមានទំនួលខុសត្រូវឲ្យខ្ពស់កុំឲ្យមើលបំណាំភរិយាហើយទៅចេះជួយរំលែកការងារភរិយាផងហើយយើងខ្ញុំសូមផ្ដាំផ្ញើទៅនារីដូចគ្នានារីគ្រប់រូបមិនថាជាអ្នកដឹកនាំឬក៏ជាប្រជាជនសាមញ្ញអីទេគេថាឲ្យតែនារីថាធ្វើម៉េចសូមឲ្យយើងទៅរឹងមាំឡើងក្លាហានឡើងកុំឲ្យទន់ជ្រាយកុំឲ្យអៀនព្រានព្រោះសម័យនេះនារីមានសក្តានុពលបរិសុទ្ធហើយកុំឲ្យថាមានការអីយើងប្តេជ្ញាលើគេអាហ្នឹងជាការមិនសមរម្យទេហើយយើងម្យ៉ាងទៀតយើងទៅមានភាពស្មោះត្រង់ចំពោះស្វាមីចាកុំឲ្យមានការប្រព្រឹត្តផ្ដេសផ្ដាស់អីហើយបើដួលគឺរៀនកោឈរខ្លួនឯងកុំចាប់បាច់គេតោងដៃចាធ្វើយ៉ាងណាឲ្យស័ក្តិសមជានារីខ្មែរចាជាកុលស្ត្រីហើយម្យ៉ាងទៀតទៅចេះរៀបខ្លួនទាំងចរិយាសម្បត្តិទាំងរូបសម្បត្តិនឹងសម្មិចដើម្បីជាភាពជាក់ជាស្វាមីយើងហើយបង្កើតបរិយាកាសរីករាយក្នុងគ្រួសារឲ្យបានជាប្រចាំបើពុំនោះទេស្វាមីយើងមកដាក់បែកចិត្តហើយជាសារចុងក្រោយដែរខ្ញុំបាទជាបុរសក៏សូម5ផ្ញើបាទណាទៅបុរសទាំងអស់បាទអញ្ចឹងសូមឲ្យបុរសទាំងអស់ដែលមានចំណេះចេះដឹងហើយទៅផ្ដល់សិទ្ធិសេរីភាពឲ្យនារីចូលរួមគ្រប់ស្ថាប័នបញ្ចេញមតិបញ្ចេញយោបល់ហើយក៏ចូលរួមពិភាក្សាជាពិសេសចូលរួមគ្រប់គ្រងនៃគ្រប់ស្ថាប័នទាំងអស់បើមិនតែគ្មាននារីទេបាទក៏ការងារមិនអាចរីកចម្រើនអញ្ចឹងនារីជាកោសិកាមួយជាសរសៃឈាមមួយដែលធ្វើឲ្យស្ថាប័នឬក៏ក្រសួងឬក៏ក្រុមគ្រួសារនឹងអាចរីកចម្រើនបានហើយជាពិសេសក៏ខ្ញុំសូម5ផ្ញើទៅខាងនារីដែរបាទដែលមានចំណេះចេះដឹងហើយបាទឬក៏មិនទាន់មានចំណេះចេះដឹងក៏យើងមានត្រូវតែជំនះគ្រប់ឧបសគ្គដើម្បីជាជំហរមួយបាទដើម្បីគ្រប់គ្រងឬក៏មានសិទ្ធិចូលរួមនៅការងារទាំងឡាយនៅក្នុងសង្គមបានអញ្ចឹងកុំប្តេជ្ញាផ្ដួលក្រុមថាកម្លាំងខ្សោយចំណេះតិចបាទត្រូវតែជំនះនេះជាកោសិកាមួយជាមនសិការមួយទៅថាប្រឹងតស៊ូដើម្បីកិត្តិយសជាស្ត្រីហើយដើម្បីសិទ្ធិរបស់នារីតែម្ដងបាទខ្ញុំសូមស្ដាំផ្ញើទៅបរិសុទ្ធទៀតគ្រប់រូបទាំងអស់កុំប្រឹងអើងចំពោះនារីហើយទី1គឺខ្ញុំសូមលើកកិត្តិយសដល់គ្រួសារនៅខ្ញុំជាគ្រួសារដូចគ្រួសារនាងខ្ញុំផ្ទាល់មកគាត់មិនរើសអើងជាខ្លួនគាត់ធ្វើការមន្ត្រីរាជការឬមួយយ៉ាងណាទេគាត់ជួយការងារខ្ញុំក្នុងនាមខ្ញុំជាភរិយាខ្ញុំសូមផ្ដាំផ្ញើទៅបុរសឲ្យទៀតគ្រប់រូបសូមជួយភរិយាសូមជួយភរិយាស្មោះត្រង់នឹងភរិយានិងលើកទឹកចិត្តភរិយាហើយសូមកុំឲ្យថាខ្លួនជាបុរសមិនអាចជួយភរិយាបានស្ត្រីបានជួយលើកទឹកចិត្តភរិយាស្មោះត្រង់នឹងភរិយានិងជួយភរិយាស្រីខ្មែរអីលើក៏មានទិសដៅប្រកបជាច្បាស់យើងសង្ឃឹមថាការរើសអើងការប្រើប្រាស់អំពើហិង្សាការរំលោភបំពានទៅលើស្ត្រីនិងកុមារនឹងត្រូវបញ្ចប់ចាប់ពីពេលនេះតទៅព្រោះស្ត្រីជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិហើយស្ត្រីក៏ជាមាតាពិភពលោកផងដែរជួយស្ត្រីគឺជួយខ្លួនឯងស្រីគុំប្រានអាចដឹងងាប់បានកម្មវិធីនេះរៀបចំនិងឧបត្ថម្ភឡើងដោយអង្គការមេត្តាករុណាខេត្តបន្ទាយមានជ័យសហការផលិតជាមួយស្ថានីយ៍វិទ្យុ FM កម្រិត 96.5 MHz ខេត្តបន្ទាយមានជ័យ
សួរប្រិយមិត្តទាំងអស់ជាទីគោរពស្រឡាញ់រាប់អានចាវិលមកជួបប្រិយមិត្តអ្នកស្ដាប់សារជាថ្មីម្ដងទៀតហើយនៅក្នុងកម្មវិធីស្ត្រីនិងសង្គមចាចាប់ពីវេលាម៉ោង 2 ដល់ម៉ោង 3 រសៀលដែលនៅក្នុងមួយសប្ដាហ៍ហ្នឹងគឺមាន 3 ថ្ងៃចាប់ពីថ្ងៃសុក្ររហូតដល់ថ្ងៃអាទិត្យចាបាទអរគុណហើយថ្ងៃនេះក៏ជាកម្មវិធីពិសេសមួយដែលយើងបានចូលរួមជាមួយនឹងទិវាបាទកថានារីអន្តរជាតិ8មីនាដែលបានន័យថាកម្មវិធីនេះគឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី8មីនាតែម្ដងបាទដោយសារតែកម្មវិធីរបស់យើងនេះគឺត្រូវតែចូលរួមជារៀងរាល់ឆ្នាំគឺយើងរាល់កម្មវិធីពិសេសបាទគឺយើងតែងតែចូលរួមដែលបាទកថាខាងអង្គការតាករណាខេត្តបន្ទាយមានជ័យនេះគាត់តែងតែរៀបចំនៅកម្មវិធីនេះហើយក៏ចូលរួមសហការជាមួយយើងហើយក៏សូមថ្លែងអំណរគុណដល់អង្គការមេតាករណាផងដែរហើយសម្រាប់បងប្អូនជាពិសេសមិនថាបរិសុទ្ធឬស្ត្រីទេអាចចូលរួមបានជាមួយនឹងប្រធានបទរបស់យើងនៅថ្ងៃនេះបាទគឺក្រុមប្រធានបទបាទចាដំណើរឆ្ពោះទៅមុខស្ត្រីកម្ពុជាក្រោយសន្និសីទស្ត្រីពិភពលោកឆ្នាំ1995បាទដូច្នេះប្រធានបទនេះគឺបានន័យថានៅក្នុងខួបបាទ104នៃទិវានារីអន្តរជាតិ8មីនាយើងឃើញថាបើយើងគិតពីកិច្ចប្រជុំបាទអន្តរជាតិមកដល់សប្តាហ៍នេះគឺមានរយៈពេល20ឆ្នាំមកមិនអញ្ចឹងម៉ារីណាចាបាទដូច្នេះគេចង់ដឹងថាតើសប្តាហ៍នេះតើស្ត្រីរបស់យើងនឹងគាត់មានការអភិវឌ្ឍយ៉ាងណាបាទដូចជាយើងបានលើកឡើងអញ្ចឹងបាទថាស្ត្រីរាល់ថ្ងៃគឺគាត់មិនមែននៅដូចសម័យមុនថាស្ត្រីនោះនៅតែប្រវល់ចង្ក្រានជុំនោះទេបាទឥឡូវសប្តាហ៍ស្ត្រីមួយចំនួនគាត់ខ្លាចទៅជាថ្នាក់ដឹកនាំបាទចាប់តាំងពីជួនកាលគាត់ខ្លាចទៅជាមេភូមិឬក៏មេឃុំឬក៏ចៅសង្កាត់អីចឹងណាបាទដូចជាបានន័យថាស្ត្រីរាល់ថ្ងៃគឺគាត់មិនមែនដូចសម័យមុនទេដែលយើងតែងតែនិយាយថាស្ត្រីបាទគេថាវិលចង្ក្រានជុំប៉ុន្តែមិនមែនទេណាបាទទស្សនៈនេះគឺជាទស្សនៈមួយដែលចាស់កម្រិលហើយបាទប៉ុន្តែឥឡូវនេះគឺគិតថាស្ត្រីគឺជាក៏ជាសរសៃមួយដ៏សំខាន់នៅក្នុងសង្គមជាតិផងដែរបាទហើយជាពិសេសហ្នឹងគេហៅថាស្ត្រីបាទគឺជាគេហៅថាកត្តាមួយសំខាន់បាទនៅក្នុងគេថាស្ត្រីក៏ជាកម្លាំងចលករដ៏សំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរចាបាទហើយប្រសិនបើយើងនិយាយឲ្យចំទៅយើងអាចជំរាបបានទេតើសិទ្ធិរបស់ស្ត្រីមានអ្វីខ្លះមរណៈអាចជំរាបជូនបានខ្លះទេទូទៅទេបាទចាលោកគ្រូគឺសិទ្ធិស្ត្រីគឺយើងឈរទៅលើមូលដ្ឋាននៃសិទ្ធិនិងសេរីភាពស្ត្រីនិងបុរសត្រូវមានភាពស្មើគ្នានៅក្នុងសង្គមគ្រួសារចាហើយនឹងឈរលើគ្រប់វិស័យមានដូចជានយោបាយបរដ្ឋសេដ្ឋកិច្ចសង្គមគិច្ចវប្បធម៌និងវិស័យផ្សេងទៀតចាចុះចំណុចក្នុងមាត្រាទី2បាទចាមាត្រាទី2ហ្នឹងការរើសអើងនឹងអំពើហិង្សាលើស្ត្រីហ្នឹងត្រូវបានគេការពារតាមផ្លូវច្បាប់ចាដល់មាត្រាទី3ស្ត្រីមានសិទ្ធិដូចបុរសចាចូលរួមទៅលើការងារគ្រប់វិស័យនៅក្នុងសង្គមតាមសមត្ថភាពនិងជំនាញរបស់ខ្លួនចាបាទអរគុណចា៎ឥឡូវយើងសូមជំរាបជូនទៅមកចំណុចទី3សិនហើយយើងគេថាប្រព័ន្ធទូរស័ព្ទរបស់យើងក៏បានបើកជូនហើយប្រិយមិត្តក៏អាចចូលរួមបាននៅក្នុងកម្មវិធីពិសេសរបស់យើងបាទពីព្រោះកម្មវិធីនេះគឺមានរៀងរាល់ថ្ងៃសុក្របាទនៅសុក្រសប្តាហ៍ក្រោយបាទហើយសុក្រសប្តាហ៍មួយក្រោយមួយទៀតបានន័យថាយើងនឹងលើកប្រធានបទដដែលដើម្បីឲ្យប្រិយមិត្តរបស់យើងដើម្បីចូលរួមបាទជាពិសេសនោះគឺចង់ឲ្យស្ត្រីរបស់យើងនឹងបានចូលរួមទាំងអស់គ្នាបាននិយាយអំពីគេហៅថាទុកសោករបស់ខ្លួនបាទថ្មីច្បាស់តែខ្លួនមានសិទ្ធិក៏ដោយប៉ុន្តែប្តីក៏នៅតែវាយធ្វើបាបបាទដូចជាថ្ងៃសាមិចខ្ញុំបានមើលនៅទស្សនាវដ្តីបាទបានចុះផ្សាយបាទរឿងរ៉ាវថាថ្ងៃទោះបីថាជាថ្ងៃសិទ្ធិនារីក៏ដោយបងបានគេថាជន់អូនបាទគេហៅថាទាត់អូនណាបាទអាហ្នឹងគេហៅថាការឈឺចាប់គេហៅថាការឈឺចាប់គឺនៅចង់ចាំជាប់របស់ស្ត្រីម្នាក់នោះតែគាត់មិនបានបញ្ចេញឈ្មោះទេនៅក្នុងអ្វីដែលគាត់សរសេរពីរឿងរ៉ាវរបស់គាត់ប៉ុន្តែគាត់ចង់ផ្ដាំទៅបរិសុទ្ធទាំងអស់ណាគាត់ចង់មិនចង់ឲ្យបរិសុទ្ធទាំងអស់នោះធ្វើបាបភរិយាទេពីព្រោះគាត់គិតថាភរិយាមិនមែនជាទាសករដាច់ថ្លៃសម្រាប់តែគេថាកំទុកភរិយាជាទាសករណាបាទដូចជាបាត់អីគេនិយាយថាភរិយាបំរើបាទដូចជាបំរើលើក្រែផងបំរើបោកគក់កៅអៅផងបាទមើលទាំងអស់ដូចចេះបានន័យថាចំណុចមួយនោះក៏គាត់ទុកភរិយានោះគាត់ដូចជាកញ្ចេះដាច់ថ្លៃគឺជាកញ្ចេះតណ្ហាការពីកញ្ចេះតណ្ហាហើយគាត់ទុកភរិយានោះគាត់បំរើគាត់ដាំបាយដាំទឹកបោកគក់កៅអៅមើលកូនបាទហើយនៅខ្លះគាត់ថាមិនត្រឹមតែទុកជាកញ្ចេះតណ្ហាទេវាយើងទុកជារោងចក្រផលិតកូនឲ្យទៀតណាបាទកន្លែងហ្នឹងមួយបាទកន្លែងហ្នឹងពិបាកមែនទេបាទណាចាំថាយើងគួរតែផ្ដល់សិទ្ធិឲ្យស្ត្រីរបស់យើងបាទនៅក្នុងការជ្រើសរើសអ្វីមួយបាទឬក៏ការសម្រេចចិត្តអ្វីមួយហើយយើងកុំភ្លេចថាស្ត្រីយើងគិតថាការងារផ្ទះរបស់គាត់ហៅថាជាការងារអត់ចំណូលបាទដូច្នេះការងារនៅក្នុងផ្ទះហត់ជាងការងារដែលយើងធ្វើនៅខាងក្រៅទៅទៀតបាទការងារនៅក្នុងផ្ទះនិយាយទៅគឺមានរាល់ថ្ងៃឲ្យធ្វើមិនចេះហើយលោកគ្រូចា
ព្រឹកក៏មានល្ងាចក៏មានយប់ក៏មានបាទចាំមកថាឲ្យតែយើងគេហៅថាស្ត្រីមេផ្ទះបានគាត់ដឹងថាតើជីវិតជាថាមេផ្ទះនោះវាយ៉ាងម៉េចណាបាទព្រលឹមឡើងគេងឡើងអញ្ចឹងត្រូវមើលបោះសម្អាតផ្ទះបាទទោះបីថាកូនវាមិនតាន់ងើបក៏ដោយជាធម្មតាក្មេងគេញយូរទេណាបាទបើកូនទៅកូនទៅរៀនទៀតត្រូវដាស់កូននឹងរៀបចំសម្លៀកបំពាក់ឲ្យកូនមើលបបរឬក៏ត្រូវការរៀបចំនំចំណីហ្នឹងឲ្យកូនទៅសាលាហើយបាទហើយប្តីដឹងតែងើបឡើងបាទគាត់ប្រូចទៅដាក់កាហ្វេកាទៀវហើយបាទចេញធ្វើការបាត់ឲ្យចេះកិច្ចការផ្ទះហ្នឹងគឺ100ជំពូកនៅលើស្ត្រីបាទចាំថាឥឡូវនេះមានគេថាបារម្ភមួយចំនួនក៏គាត់បានយល់ដែរពីកត្តាហ្នឹងបាទគឺគាត់ចេះជួយដល់ស្ត្រីចេះជួយគេថាទុកធរៈរបស់ភរិយាបាទមិនឲ្យភរិយាហ្នឹងគេថាធ្វើអ្វីមួយតែឯងទេព្រោះសប្តាហ៍នេះគេហៅថាសមភាពរវាងបុរសនិងស្ត្រីគឺមានគេថាភាពស្មើគ្នាទៅហើយបាទអរគុណច្រើនហើយប្រិមត្តរបស់យើងថ្ងៃនេះប្រហែលជាលងលក់ទៅហើយណាម៉ោង2បាទហើយគេងលក់បាទហើយខ្លះទៅគេហៅថាស្មាននេះពងពុលបាយក៏មិនដឹងទេអរគុណច្រើនហើយយើងសង្ឃឹមថាប្រិមត្តរបស់យើងនឹងចូលរួមជាមួយនឹងកម្មវិធីរបស់យើងដើម្បីបញ្ចេញជាទស្សនៈឬក៏ការយល់ឃើញផ្សេងៗបាទតាក់ទងទៅជាមួយនឹងរឿងបាទថាទិវានារីអន្តរជាតិ8បាទមាននេះបាទហើយសប្តាហ៍នេះតើការគ្រប់សិទ្ធិនោះមានដល់ណាហើយការរើសអើងស្ត្រីការប្រាស់អំពើហិង្សាទៅលើស្ត្រីនៅតែមានដែរទេច្រើនឬក៏តិចបាទអូខេឥឡូវយើងកំសាន្តជាមួយបទរបស់យើងមួយបទសិនបាទខំសង្សារបំពន់បញ្ញាគ្រប់មុខវិញអោណាដើម្បីការងារក្នុងនាមស្រីខ្មែរពុកតែចំណាំកុំឲ្យគេថាដូចជាចំណាចាក់ពីអូរ៉ានអោណាស្រីខ្មែរទុំប្រានអ
គុណចានឥឡូវប្រិមិត្តក៏បានចូលរួមហើយយើងក៏សូមអនុញ្ញាតទទួលជួបតាមបាទ Hello ជាសួរបាទ Hello ជាសួរបាទ បាទអរគុណចានសូមអនុញ្ញាតស្គាល់ឈ្មោះលោកផងតើលោកអញ្ជើញមកពីខាងណាដែរ បាទបងខ្ញុំឈ្មោះគីមបងឈ្មោះគីម ហើយពីពុំអំបិលទៅបាន លោកគីមអញ្ជើញអំពីអំបិលបាទអរគុណលោកគីមបាទថ្ងៃនេះគឺយើងជាកម្មវិធីពិសេសមួយដែលនិយាយតាក់ទងទៅជាមួយនឹងការគេហៅថាបាទ 20 ឆ្នាំក្រោយស្ថិរកម្មជា20 ឆ្នាំក្រោយសន្និសីទស្ត្រីពិភពលោកឆ្នាំ 1995 បាទតាមការពិនិត្យមើលក្រោយកិច្ចកថាក្រោយកិច្ចប្រជុំរបស់ស្ត្រីពិភពលោកមកបានន័យថារយៈពេល20 ឆ្នាំតើលោកយល់ថាស្ត្រីខ្មែរសប្តាហ៍ថ្ងៃមានការយល់ដឹងអំពីច្បាប់ហើយមានការអភិវឌ្ឍច្រើនដែរទេបាទលោកគីម បាទបងតាមពិតទៅនឹងរឿងបញ្ហាសិទ្ធិផលគាត់ហ្នឹងខ្ញុំសង្កេតឃើញថាស្ត្រីមួយចំនួនដែលថានៅក្នុងប្រទេសកម្ពុជាអញ្ចឹងបងគាត់មានការយល់ដឹងច្រើនអំពីសិទ្ធិផលគាត់ហ្នឹងបាទបាទហើយយ៉ាងទៀតយ៉ាងម៉េចដែរបាទហើយលោកគិតថាក្រៅពីការយល់ដឹងគាត់មានបានន័យថាចូលរួមជាមួយសង្គមច្រើនទេបើសិនបើតាមការវិភាគរបស់លោកទៅបាទ បាទបងហើយតើតើនឹងបញ្ហារឿងដូចតើតើនៅក្នុងសង្គមនេះគាត់មានការចូលរួមច្រើនហើយគាត់មានការយល់ដឹងច្បាស់អំពីសិទ្ធិគាត់ទៅនឹងការងារសង្គមមួយចំនួនបងបាទហើយចេញមួយទៀតបងខ្ញុំសង្កេតឃើញថាតើតើនៅក្នុងការងារសង្គមមានស្ត្រីយើងច្រើនដែលគាត់មានមុខងារនៅក្នុងការងារមួយចំនួនហ្នឹងបងបាទហើយពីមុនគេហៅថាពីមុនណាបរោះតែងតែនិយាយថាស្ត្រីមានចំណេះដឹងនៅគំនិតតិចជាងខ្លួនដូចចេះមួយចំនួនទៀតគាត់ច្រើនតែធ្វើការបន្ថោបន្ទាបស្ត្រីតើហេតុអ្វីបានជាពួកបរោះមួយចំនួននោះគាត់យល់ដូចផ្សេងអញ្ចឹងបាទបាទបើថាបរោះគាត់ជួយចិត្តថាឲ្យតម្លៃស្ត្រីថាចេះមិនដល់អញទេចំណេះប៉ុណ្ណឹងអីចឹងណាបាទសម្រាប់លោកតើលោកគាត់ថាការយល់ឃើញរបស់បរោះមួយចំនួននោះវាត្រឹមត្រូវដែរទេហើយហេតុដូចម្ដេចបានជាគាត់យល់ឃើញដូច្នោះបាទតែប៉ុន្តែទៅនៅបញ្ហាហ្នឹងដែលបរោះមួយចំនួនគាត់ចឹងវាអត់មាននេះត្រឹមត្រូវហ្មងដោយសារតែគាត់អត់បានឲ្យតម្លៃទៅលើស្ត្រីគាត់អត់បានគិតថាស្ត្រីគាត់ក៏ជាមនុស្សម្នាក់ដែរបាទហើយទៅនឹងការងារក៏អញ្ចឹងដែរបរោះអាចធ្វើការងារបានការងារនៅក្នុងសង្គមមួយបានហើយនារីក៏គាត់អាចមានសិទ្ធិធ្វើការនៅក្នុងសង្គមបានដូចគ្នាដែរបងបាទទៅនឹងការជួយអភិវឌ្ឍប្រទេសហើយនឹងសង្គមជាតិឲ្យមានការរីកចម្រើនដោយបរោះដែរប៉ុន្តែសម្រាប់ថាមតិថាបរោះមួយចំនួនដែលគាត់និយាយចឹងដោយសារតែគាត់អត់មានការយល់ដឹងហើយគាត់ខ្វះការពិចារណាហើយគ្មានការឲ្យតម្លៃទៅលើស្ត្រីបងបាទអរគុណលោកគីមបាទហើយសូមជិះបន្តទៅចាប់ឲ្យចេញបាទហើយតាមពិតបរោះក៏គិតថាស្ត្រីគាត់គឺជាមេដានៃពិភពលោកក៏អត់ចឹងទេបាទតាមពិតទៅបើសិនគាត់មានន័យថាគាត់អត់អីឲ្យរត់ឃើញសិនណាបាទប៉ុន្តែខ្ញុំចង់សួរលោកបន្តដើម្បីកុំឲ្យលោកតាក់អញ្ចឹងខ្ញុំគិតថាបាទគេហៅថាបើសិនជាយើងប្រៀបធៀបពីសមត្ថភាពរបស់ស្ត្រីបច្ចុប្បន្ននិងសមត្ថភាពរបស់ស្ត្រីពីសម័យមុនលោកឃើញថាវាមានលក្ខណៈខុសប្លែកគ្នាដែរទេបាទបើយើងប្រៀបធៀបពីសមត្ថភាពស្ត្រីពីសម័យមុនមកដល់បច្ចុប្បន្នសង្កេតឃើញថាមានការផ្លាស់ប្ដូរច្រើនបងព្រោះថាស្ត្រីឥឡូវគាត់មានភាពក្លាហានបាទហើយគាត់មានចំណេះដឹងហើយនឹងសមត្ថភាពតខ្លួនប្រគាត់តម្លៃពីគ្នាបាទដោយសារតែគាត់សង្គមមានថ្ងៃគេបើកទលំទលាយបងទៅដល់ស្ត្រីបាទហើយនៅពេលដែលបរោះធ្វើអ្វីបានស្ត្រីក៏អាចធ្វើបានដូចគ្នាបងបាទទាំងការបញ្ចេញមតិហើយនឹងការចូលរួមជាយោបល់ផ្សេងបាទអរគុណជាមួយលោកធាឲ្យលោកឃើញសប្តាហ៍នេះដូចជាបរោះមួយចំនួនជួនកាល
គាត់ចាល់គាត់ណាបាទការរកស៊ីគាត់ហ្នឹងអញ្ចឹងទៅគាត់ថាប្រពន្ធទៅជាប្រពន្ធនាំមុខទៅវិញជួនកាលយើងចាំឲ្យយើងត្រូវគិតថាពាក្យថាសំណាបយងដីស្រីយងប្រុសយើងឃើញថាជួនកាលបរិះខ្លះអត់ទេប្រពន្ធដឹកចំោះរហូតបើប្រពន្ធដឹកចំោះរកស៊ីពួកគាត់ទៅណាគាត់ខ្មៅគាត់រួញមុខអញ្ចឹងណាបាទប្រពន្ធនោះឈ្មោះទៅជួនកាលណាប្តីហ្នឹងចាំមកពីក្រោយប្រពន្ធទៅជួនកាលដល់វាពិបាកទេមើលតែប្តីនេះដូចស្ទុយពេកត្រួយអញ្ចឹងប្រពន្ធមានអីចាប់ម៉ូតូបានដាក់លម៉កប្តីអង្គុយលម៉កទៅទុកឲ្យដាក់ប្តីទៅម្ដងណានេះជាចំណុចខ្លាំងមួយរបស់ស្ត្រីព្រោះគាត់និយាយចំគាត់ស្ត្រីកាលណាគាត់ថាហាមគេហៅថាគាត់ហាមមកធ្វើអ្វីគាត់ធ្វើទៅបានគាត់តាំងចិត្តធ្វើទៅបានមិនដូចបរិះទេបរិះជួនកាលអ្នកខ្លះគាត់ទៅដល់មានឧបសគ្គនៅខាងមុខអញ្ចឹងគឺគាត់រៀមមកបាទប៉ុន្តែបើស្ត្រីតែគាត់លុះគេថាគាត់ទៅចុះហើយគឺគាត់ចុះហើយទោះបីថាទឹកនឹងជំរឿណាក៏ដោយគឺគាត់ត្រូវតែឆ្លងឲ្យដល់ត្រើយបាទជាចំណុចកន្លែងហ្នឹងគេថាជាចំណុចខ្លាំងមួយរបស់ស្ត្រីចាំបានថាសប្តាហ៍ស្ត្រីសប្តាហ៍មិនមែនដូចជាស្ត្រីលើកមុនទុនជ្រាយបាទអាងអីអង្គុយប្រហូតទឹកភ្នែកទេស្ត្រីឥឡូវតាមមិនពេញចិត្តដូចជាលៀងមើលនៅក្នុង picture របស់យើងបាននិយាយហើយតាមមិនពេញចិត្តប្តឹងលែងប្តីយកប្តីវាមកកើតយកទៅអីទៀតណាបាទចាំថាបាទជាចំណុចមួយខ្លាំងរបស់គាត់ហើយព្រោះឥឡូវគាត់មិនដូចលើកមុនឲ្យតែប្តីវាយប៉បលើកដៃទៅដងអង្គុយទៅយំហ្នឹងមិនមែនទេបាទវាយអញចោះបាទស្អែកខាន់ស្អែកប្តឹងតឡាការលែងក្បាលហែងចោលហើយមិនយកទេប្តីអីមកវាយអញរាល់ថ្ងៃអញ្ចឹងណាបាទនេះជាចំណុចមួយដែលគាត់ហ៊ានណាបាទគាត់លែងគាត់ថាលែងគេថាចាញ់បរិះទៀតហើយដូចជាគេថាគាត់ទៅចឹងងើបតស៊ូទោះបីអត់ប្តីក៏អញរកស៊ីចាំកូនរស់ដែរណាចំណុចកន្លែងនេះគាត់និយាយចឹងបាទពាក្យចាក់ពាក្យស្ត្រីខាងមួយជួយថាអូយអត់ពីប្តីទៅកុំកើតទុកដែររកស៊ីចាំកូនរស់ណាព្រោះយកប្តីមកវាថាឲ្យសំណុកទៅចិត្តអីចិត្តវាមិនសំណុកឲ្យវាវាយឯងរាល់ថ្ងៃទៀតបាទអរគុណចាណាបាទហើយសម្រាប់លោកបាទកថាលោកគីមចុងក្រោយមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើទៅដល់បរិះយើងបាននៅក្នុងទិវានេះបាទបងបាទទីចុងក្រោយបើចង់ដូចថាមានពាក្យពេចន៍ខ្លះសម្រាប់ផ្ដាំផ្ញើដល់បងដែលជាបរិះយើងបងបាទកុំអាងខ្លួនថាជាបរិះកំឡុងខ្លាំងជាងស្ត្រីហើយមើងងាយជិះចង់គ្នាដែលជាស្ត្រីវាមិនគួរធ្វើទេបាទយើងត្រូវលើកកម្ពស់ស្ត្រីឡើងបាទធ្វើម៉េចដើម្បីឲ្យស្ត្រីនឹងគ្នាមានឱកាសក្នុងការចូលរួមហើយយើងមិនត្រូវដូចថាមិនទៀបបង្ថោមកទៅបង្អាប់បងនៅពេលដែលស្ត្រីធ្វើអ្វីមួយបាទសំខាន់យើងត្រូវមានការលើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីធ្វើយ៉ាងណាឲ្យនារីមានឱកាសក្នុងការចូលរួមនៅក្នុងសកម្មភាពផ្សេងៗក៏ដូចជាបាទសកម្មភាពមួយចំនួននៅក្នុងគ្រួសារយើងនឹងយើងអត់ត្រូវបន្តអាប់គ្នាទេបងបាទខ្ញុំមានប៉ុណ្្នឹងបងបាទអរគុណច្រើនលោកគីមបាទអរគុណណាបាទអរគុណច្រើនបាទអរគុណបាទបងជំរាបលាបាទអរគុណណាស់សម្រាប់លោកគីមដែលបានចូលរួមហើយគេហៅថាប្រិមិត្តអ្នកស្ដាប់យើងជាពិសេសនារីបាទចូលរួមឡើងបាទដើម្បីតស៊ូមតិណាបាទកុំឲ្យប្តីនឹងបាយរាល់ថ្ងៃពេកបាទចានៅសល់តែមួយថ្ងៃរំលងមួយថ្ងៃទៀតចូលដល់ថ្ងៃរំលឹកសិទ្ធិនារីហើយកុំនិយាយថាដល់ថ្ងៃសិទ្ធិបងបកគលសិទ្ធិឲ្យអូនបាទមួយថ្ងៃដែលបងបកគលសិទ្ធិឲ្យអូនសុំវាយបងបានក៏វាយគេបានមួយថ្ងៃហ្នឹងខុសមួយថ្ងៃហ្នឹងក៏វាយវិញបាទចាំថានារីគេសំខាន់គឺត្រូវយល់ដឹងអំពីសិទ្ធិរបស់ខ្លួនបាទថាតើយើងមានសិទ្ធិអ្វីខ្លះបាទទី1គេហៅថាសិទ្ធិនៅក្នុងការបញ្ចេញមតិបាទមានសមភាពគេថាសិទ្ធិសេរីភាពស្មើជាមួយនឹងបរិះបាទបរិះធ្វើអ្វីបានយើងក៏អាចធ្វើបានដូចគ្នាបាទហើយការប្រើប្រាស់អំពើហិង្សាការជួញដូរបាទគឺត្រូវបានច្បាប់ជាអ្នកការពារបាទសម្រាប់ស្ត្រីនិងកុមារតែម្ដងបាទចាំថាយើងមិនត្រូវឲ្យគេរំលោភបំពានបាទមកលើរូបរាងកាយរបស់យើងទេបាទហើយសំខាន់បំផុតហ្នឹងដូចជាបរិះមួយចំនួនអញ្ចឹងគាត់អត់ដឹងថាការប្រើអំពើហិង្សាហ្នឹងយ៉ាងម៉េចទេបាទគាត់គិតថាហើយអំពើហិង្សាវាមានច្រើនបាទអំពើហិង្សាទៅលើបាទផ្លូវចិត្តផ្លូវកាយផ្លូវភេទបាទអញ្ចឹងថាកំអាងប្រពន្ធចង់អញចាំលោភនាងឯងស្មានណាក៏បានណាមិនមែនទេអានេះគេថាទី1ស្ត្រីយើងត្រូវមានភាពតស៊ូបាទគេថាទី1ត្រូវចេះគេថាក្លាហានឡើងបាទចាការអៀនព្រៀនហ្នឹងក៏សុំតែគេថាទុកចោលទៅកុំឲ្យមានការអៀនខ្មាស់ច្រើនពេកកាលណាតែយើងអៀនច្រើនពេកហ្នឹងភាពក្លាហានរបស់យើងក៏ត្រូវបាត់បង់ដែរបាទអញ្ចឹងថាភាពអៀនខ្មាស់ហ្នឹងឯងដែលធ្វើឲ្យយើងហ្នឹងគេថាមុជអញ្ជើញទៅមិនឆ្ងាយបាទជារឿងមួយដែលពិបាកបាទសម្រាប់យើងចាលោកគ្រូត្រង់ចំណុចនេះដែរយើងជាស្ត្រីត្រូវតែមានភាពក្លាហានហ៊ានបញ្ចេញនៅមតិឬក៏យោបល់ការវែកញែកនិយាយស្ដីទៅកាន់ស្វាមីឬក៏បុរសមិនថាឃើញតែបុរសមកភ្លាមខ្លាចរិស័យគាត់ទេចាហើយយើងមានសិទ្ធិស្មើគ្នាយើងហ៊ានវែកញែកហ៊ាននៅបញ្ចេញគំនិតរបស់យើងចា
បាទហើយសម្រាប់ពេលរបស់យើងដែលចង់ចូលរួមបាទមកតាមលេខគេថាប្រចាំតកូលនោះបាទគឺ092 921 921ប៉ុន្តែខ្ញុំជឿថាប្រហែលជាចូលមុខអស់ហើយណាតែចាំអីទៅហៅថាណាស្មានតាន់ចេញមុខទេព្រោះម៉ោងទៅ6ទៅម៉ោង2ម៉ោង2ម៉ោង3នេះបាទអ្នកខ្លះតាន់ងើផងចាគេថាមុំចាយទៅគេងបាត់អរគុណចានហើយជាមួយទិវារបស់យើងសង្ឃឹមថាប្រិមិត្តរបស់យើងបាទខែថាជាពិសេសហ្នឹងថ្ងៃនេះជាថ្ងៃដំបូងហើយនៅសប្តាហ៍ក្រោយបាទគឺនៅថ្ងៃសុក្រទី13បាទថ្ងៃសុក្រទី20និងថ្ងៃសុក្រទី27បាទកម្មវិធីរបស់យើងបាទគឺនឹងគេហៅថានឹងផ្សាយឡើងវិញជាបន្តទៀតបាទអរគុណឥឡូវក៏សូមអនុញ្ញាតជួយជាមួយប្រិមិត្តតែម្ដងបាទអាឡូជំរាបសួរចាជំរាបសួរបាទចាជំរាបសួរផ្លត់ទៅវិញបាទអូប្រហែលជាយូរពេកក៏រត់ចេញណាបាទប្រហែលជាផ្លត់ដៃចុចថានេះវាទៅអត់នេះបាទអរគុណអីទេខាងមីស្ខលណាបាទប៉ុន្តែយើងជឿជាក់ថាប្រិមិត្តរបស់យើងនឹងចូលរួមបានច្រើនហើយកុំភ្លេចនៅថ្ងៃបាទនៅថ្ងៃសប្តាហ៍ក្រោយគឺថ្ងៃទី13វេលាម៉ោងដដែលហើយថ្ងៃទី20នាទី27បាទយើងនឹងបានជួបគ្នាបាទនៅក្នុងអាឡូជំរាបសួរអាឡូយើងសួរបងចាជំរាបសួរអញ្ចឹងខោចូលរួមពីខាងណាដែរអូនចូលរួមពីខាងសំពៅលូនទៅបងសំពៅលូនចាអនុញ្ញាតសូមស្គាល់ឈ្មោះផងអូនគឺសុភាពអូនប្រុសសុភាពចាអរគុណច្រើនអូនប្រុសជាប្រិយមិត្តថ្មីឯងមើលទៅបាននាងប៉ៃអញ្ចឹងបាទខ្ញុំទៅថៃញ៉ាំផៃបាទក្មួយប្រុសភ័យទៅអីណាបាទបាននិយាយមើលកំមុំអញ្ចឹងភ័យណាបាទនិយាយមើលប្រុសនេះឯងមិនសូវភ័យណាអរគុណចានសុភាពបាទហើយចិត្តដល់ថ្ងៃគេថាសិទ្ធិនារីឯណាបាទហើយណាមួយខ្លួនឯងនៅកន្លោះផងឲ្យតាឃើញនារីថ្ងៃសិទ្ធិនារីហ្នឹងឃើញមុខអោនផងណាបាទគេថាដល់ថ្ងៃសិទ្ធិនារីកុំឃើញនារីមើលមុខគេយូរគេប្តឹងណាបាទអរគុណអត់ទេអត់ហ៊ានបំពេញនារីអត់ហ៊ានបំពេញនារីទេបាទអរគុណឲ្យក្មួយប្រុសណាបាទអរគុណហើយឥឡូវនេះសុំសួរបន្តិចតាបើតាមការពិនិត្យមើលបាននៅក្នុងសាលារៀនភាគច្រើនសិស្សស្រីមានច្រើនទេនៅក្នុងថ្នាក់រៀនរបស់ក្មួយមានច្រើនហើយបើក្មួយមើលទៅគិតពីគេហៅថាចំណេះដឹងរបស់ក្មួយស្រីទាំងអស់នោះបាទដែលជាមិត្តភ័ក្តិរួមថ្នាក់របស់ក្មួយឃើញថាក្មួយស្រីទាំងអស់នោះគាត់មានគាត់ថាកម្រិតការសិក្សារបស់គាត់និយាយថាតើគាត់រៀនបកែដែរឬទេបាទឬមួយយ៉ាងម៉េចដែរបាទបកែជាងប្រុសឆ្ងាយបកែជាងប្រុសហេតុអីបានជាស្រីបកែជាងប្រុសអាចប្រាប់ពីមូលហេតុបានទេអូខេទៅដូចប្រុសខាងណាដល់រៀនឲ្យគេដល់លេងខ្លាំងគេស្អីត្រែងបាទដឹងខ្លួនឯងដែរណាបាទគេស្អីគេដល់ផ្ទះគេនៅតាមតនេគេបើកសភៅមើលប្រុសប៉ុតនេតែមានអីវាយវងអញ្ចឹងណាបាទអញ្ចឹងទេតតប៉ងលេងអញ្ចឹងចាចំណាត់ថ្នាក់លេខ1បើសិនជាមើលពីលេខរៀងទី1ដល់លេខចាបាទរៀនមានអីផងស្អីដឹកលេខ1មុខរហូតបាទបងចាំបាត់កគូគេណាបាទចានៅក្បែរបាទអរគុណបាទសម្រាប់ក្មួយប្រុសនៅក្នុងទិវានារីអន្តរជាតិ8មីនាខាងមុខបាទសម្រាប់ក្មួយបាទបើតាមការពិនិត្យមើលដូចជាម្ដាយរបស់ក្មួយបាទឬក៏បាទម្ដាយរបស់ក្មួយដែលគាត់ជាស្ត្រីមួយរូបបាទគេថាតើឪពុករបស់ក្មួយគាត់ធ្លាប់គេថាជូនកាដូអីទេនៅក្នុងថ្ងៃនោះបាទអត់ធ្លាប់ផងអត់ធ្លាប់ទេមានកាដូទឹកភ្នែកអត់អត់ទេបាទនិយាយថាប្រាប់ពុកផងណាពុកថ្ងៃ8មីនាខាងស្អាតឯពុកមានអីជូនម៉ែបាទហើយយ៉ាត់ដល់ពេលហ្នឹងម៉ែក៏ទៀមទាសិតមួយថ្ងៃធ្វើមិនទៅណាបាទចាខ្ញុំអត់ដឹងលេខសម័យខ្លួនផងបាទអរគុណសុភាពអរគុណច្រើនក្មួយប្រុសហើយសម្រាប់ក្មួយប្រុសវិញបាទក្នុងនាមយើងជាយុវជនមួយរូបបាទក្មួយគិតថាក្មួយគួរឲ្យតម្លៃយ៉ាងម៉េចខ្លះទៅលើស្ត្រីយើងបាទសូមអរគុណសូមទៀតក្នុងនាមក្មួយជាយុវជនមួយរូបបាទតើក្មួយគួរឲ្យតម្លៃយ៉ាងម៉េចទៅលើស្ត្រីខ្មែរយើងយុវនារីឬក៏ជាស្ត្រីខ្មែរតើក្មួយត្រូវគួរឲ្យតម្លៃយ៉ាងណាដែរទៅលើពួកគាត់បាទលើកតម្លៃនារីបាទលើកតម្លៃនារីលើកតម្លៃនារីឲ្យស្មើគ្នាទៅបរោះបាទឲ្យស្មើគ្នាបាទហើយយ៉ាងម៉េចទៀតបាទមានតែប៉ុណ្ណេះចាំនឹងមេរៀនទៀតដែរបានរៀនអំពី gender ដែរតាណាបាទអញ្ចឹងមិនមែនឲ្យបាទអញ្ចឹងមានបញ្ហាអីអញ្ចឹងមកបាទ
ចាំតែក្នុងមេរៀន ចាំនៅក្នុងមេរៀនបាទអរគុណកំពុងនៅតាមផ្លូវឬមួយនៅកន្លែងណាបាទ តែថ្ងៃថ្ងៃសប្តាហ៍រៀនតែព្រឹកផ្សាយឆានមើលកូន មើលកូនណាបាទអរគុណហើយបាទមិនអីទេល្អណាស់ក្មួយប្រុសបើថាការងាររបស់យើងជួយកិច្ចការពុកម្ដាយអរគុណចានទោះបីក្មួយមានការសិក្សាក៏ដោយក៏ប៉ុន្តែមិនភ្លេចភារកិច្ចមួយដែលកិច្ចការជួយលោកឪពុកម្ដាយដែរអរគុណហើយសម្រាប់សភាពចុងក្រោយតែមានពាក្យពេចន៍3ដើម្បីផ្ដាំផ្ញើដល់ពូឬក៏បងដែលជាបរិសុទ្ធបាទនៅក្នុងការថានៅក្នុងទិវានារីខាងមុខបាទខ្ញុំអត់មានទេខ្ញុំភ័យមករឿងខ្ញុំភ័យ បាទអរគុណចាស់ណាស់ក្មួយណាអរគុណឲ្យជូនពរក្មួយឲ្យបានគេថាមានបញ្ញាវាងវៃបាទទទួលបាននូវជោគជ័យសម្រាប់ការសិក្សានិងសម្រាប់អនាគតរបស់ក្មួយបាទអរគុណចាស់ជូលីអរគុណនេះបាទអរគុណហើយណាគេហៅថាក្មេងគេថាគ្នានៅវ័យយុវជនចឹងគឺអត់តាន់ស្អីយល់ប្រហែលនេះបាទថាសម្រាប់ឲ្យនិយាយចាំទៅគេថាកម្មវិធីរបស់យើងគឺផ្ដោតគ្រប់ប៉ុន្តែកុមារីក៏អាចចូលរួមបានដែរប្រសិនបើគាត់យល់ឃើញអំពីបញ្ហានេះបាទអរគុណហើយសម្រាប់ប្រិមិត្តរបស់យើងមួយចំនួនហ្នឹងស្មានហ្នឹងពងចូលមុខមិនតាន់វាចេញមុខវិញទេណាបាទហើយបាទព្រោះម៉ោង2ហ្នឹងពងពុលហើយបាទអរគុណចានហើយនៅក្នុងកម្មវិធីអប់រំអញ្ចឹងគាត់មិនសូវហ៊ានចូលទេណាបាទបើថាកម្មវិធីសម្បត្តិចម្រៀងវិញវាចូលឡងបល់ហ្នឹងនិយាយទៅវាច្រើនយុវវ័យយើងភាគច្រើនគឺគាត់មានអារម្មណ៍មួយខ្មាស់លោកគ្រូចាគាត់អត់សូវរឿងខាងបញ្ចេញមតិយោបល់ឬក៏កំណត់អីដើម្បីស្ថាបនាឬក៏ការដែលទស្សនៈគាត់យល់ឃើញជុំវិញគឺគាត់នៅអៀនបើមិនជាគាត់មកនិយាយលេងធម្មតាគឺគាត់ចូលចិត្តចាប៉ុន្តែតាមពិតវាគេហៅថាជាការបញ្ចេញនៅមតិតស៊ូបាទការបញ្ចេញនៅអ្វីដែលជាការយល់ឃើញរបស់យើង idea របស់យើងតែម្ដងណាបាទហើយសំខាន់គឺមានភាពក្លាហានគំភាពក្លាហានខុសគេថាបែបហ្នឹងបាទថាបើយើងក្លាហានឲ្យទៅបែបទៅគេហៅថាបែបបាត់ហ្នឹងបាទអាហ្នឹងគឺតាមទៅណាសម្រាប់ការថាជាមួយការចូលរួមជាមួយសង្គមជួយក្នុងសង្គមបាទតែប្រសិនបើយើងមិនចូលរួមជាមួយសង្គមទេបើយើងបានតែនិយាយអត់ប្រយោជន៍អាហ្នឹងគេថាខ្ជិលនិយាយនាំអត់ទឹកមាត់ណាបាទតែបើយើងនិយាយអ្វីដែលវាចំណេញបាទហ្នឹងយើងនិយាយទៅវាអត់សូវនេះទេអូខេឥឡូវមកដល់មួយទៀតហើយគឺសូមអ្នកជួបតែម្ដងអាឡូជំរាបសួរលោកបានជំរាបសួរចាអញ្ចឹងខលចូលរួមពីខាងណាដែរខ្ញុំខលពីប៉ោយប៉ែតទៅចាប៉ោយប៉ែតសុំស្គាល់ឈ្មោះផងមួយចម្រុងចាបាទចាអរគុណច្រើនលោកចម្រុងហើយថ្ងៃនេះសុខទុក្ខយ៉ាងណាដែរលោកបាទសុខសប្បាយដែរចាអរគុណលោកចម្រុងនៅក្នុងកម្មវិធីពិសេសរបស់យើងថ្ងៃនេះគឺយើងរៀបចំឡើងបាទដើម្បីចូលរួមនៅក្នុងទិវានារីអន្តរជាតិ8មីនាខាងមុខបាទសម្រាប់ប្រធានបទយើងថ្ងៃនេះគឺយើងបានន័យថាប្រធានបទសម្រាប់ឆ្នាំនេះគឺស្ត្រីកម្ពុជា20ឆ្នាំក្រោយសន្និសីទស្ត្រីពិភពលោកឆ្នាំ1995បើយើងគិតដល់សប្តាហ៍គឺវាមានរយៈពេល20ឆ្នាំសម្រាប់លោកចម្រុងលោកយល់ថាសប្តាហ៍នេះស្ត្រីកម្ពុជារបស់យើងមានការអភិវឌ្ឍលឿនដែរទេបាទចំពោះការគិតរបស់ខ្ញុំគិតថាស្ត្រីកម្ពុជារាល់ថ្ងៃគាត់មានការអភិវឌ្ឍលឿនរហ័សដែរតែខ្ញុំឃើញពីច្រើនអ្នកដឹកនាំគឺជាស្ត្រីពីច្រើនអ្នកមុខអ្នកការគឺពីច្រើនគឺជាស្ត្រីដែរចឹងណាចាហើយលោកគាត់ថាសប្តាហ៍នេះវិសមគេហៅថាសមភាពរៀងបរោះហើយនៅស្ត្រីវាមានកម្រិតប្រមាណភាគរយហើយបើតាមការប៉ាន់ស្មានរបស់លោកបាទបើតាមការស្មានរបស់ខ្ញុំណាពីប្រហែល20ឆ្នាំមុនជាងនេះស្ត្រីមានការធ្លាក់ចុះនៅតម្លៃខ្លាំងមែនទែនប៉ុន្តែកន្លងពេលរយៈពេលប្រហែលជា20ឆ្នាំនេះក្រោយ20ឆ្នាំនោះមកខ្ញុំគិតថាស្ត្រីយ៉ាងហោចណាស់ក៏មាន40%ជាងបាទជាងបុរសដែរបរិសុទ្ធហើយ60%ហើយត្រូវថៃជា40%បាទហើយលោកយល់ថាកត្តាអ្វីដែលធ្វើឲ្យស្ត្រីកាលពីចំនួនមុនមានការធ្លាក់ចុះលោកគាត់ថាការធ្លាក់ចុះរបស់ស្ត្រីនៅចំនួននោះវាបណ្ដាលមកពីអ្វីបើសិនជាខ្ញុំគិតថាដោយសារតែថ្ងៃនេះគឺជាកត្តាដែលជំរុញឲ្យស្ត្រីមានការរីកចម្រើនខ្លាំងគឺដោយសារជាពលរដ្ឋខ្មែររាល់ថ្ងៃគាត់បានយល់ពីសារៈសំខាន់យល់ពីតម្លៃស្ត្រីច្រើនព្រោះពីសម័យមុនគាត់អត់យល់ទេពីច្រើនគាត់អាចនឹងឲ្យតម្លៃទៅលើស្ត្រីទេគាត់បានបន្ទាបតម្លៃស្ត្រីខ្លាំងមែនទែនប៉ុន្តែក្រោយពេល20ឆ្នាំនេះគឺស្ត្រីគាត់យល់ខ្លួនគាត់ច្រើនហើយអ្នកគ្រប់គ្រងគាត់គ្រួសាររបស់គាត់ម្ដាយឪពុករបស់គាត់ក៏យល់ពីតម្លៃនឹងដែរហើយនេះហើយបានធ្វើឲ្យខ្ញុំគិតថាស្ត្រីដែលនៅសម័យនេះគាត់មានការរីកចម្រើនខ្លាំងជាងសម័យមុនបាទ
ដូចជាបើយើងពិនិត្យឲ្យចំទៅដោយសារស្ត្រីសប្តាហ៍ថ្ងៃគាត់ទទួលបានការអប់រំគេហៅថាស្មើនឹងបរិសុទ្ធណាបាទដូចយើងសម័យមុនយើងគិតថាកូនស្រីមិនបាច់រៀនច្រើនទេបាទគេហៅថាធំទៅមកមានប្តីទៅធ្វើអីបាទប្តីរកស៊ីចិញ្ចឹមប៉ុន្តែសម័យនេះលោកឃើញថាមិនថាអ្នកណាទោះបីលោកក៏ដោយលោកមានកូនមិនថាប្រុសស្រីលោកមានអារម្មណ៍មួយថានឹងបណ្ដុះកូនឲ្យទៅដល់ចំណុចដែលយើងចង់បានមហាវិទ្យាល័យឬក៏ចូលដល់អនុបណ្ឌិតអីចឹងណាបាទព្រោះសម័យមុនវាបានន័យថាសម័យមុនគាត់មិនសូវឲ្យតម្លៃទៅលើកូនស្រីព្រោះគាត់គិតថាកូនស្រីធំទៅតែមានប្តីទៅមានទៅណាទៅនៅតែដាំតបាយហ្នឹងបាទចាបុព្វកាលមិនជុំបាទចំណុចខ្លះនេះហើយដែលយើងធ្វើឲ្យស្ត្រីសម័យមុនហ្នឹងគាត់មានការធ្លាក់ចុះបាទទី1ចំណេះដឹងដោយសារចំណេះដឹងទៀតទៅបរិសុទ្ធមួយចំនួនគាត់តែងតែវាយតម្លៃទៅលើចេះមិនដល់អញណាបាទតែឥឡូវកុំយល់អញ្ចឹងអីបាទគាត់បានទេបាទពីព្រោះស្ត្រីឥឡូវនេះគាត់មានអ្នកខ្លះហ្នឹងគាត់រហូតដល់ថ្នាក់បណ្ឌិតផងណាបាទដោយសារតែបាទតែបរិសុទ្ធជាងឥឡូវនេះវាទៅចង់ធ្លាក់ជាងស្ត្រីវិញដោយសារគាត់រៀនបដារៀនទៅតាមពិតចាប់តាមមហាវិទ្យាល័យអ្នកខ្លះរៀនចាប់មកសួរអីអត់ដឹងអីទេងីងើអញ្ចឹងបាទថាពិបាកមែនតើបាទអរគុណណាស់លោកចម្រុងបាទដែលបានចូលរួមក្នុងកម្មវិធីរបស់យើងហើយសម្រាប់លោកផ្ទាល់តើលោកមានជាមតិអ្វីទេដើម្បីផ្ដាំផ្ញើទៅដល់បរិសុទ្ធរៀងបាទជាមួយនឹងទិវាស្ត្រីខាងមុខបាទតាមសិនពុតខ្ញុំចង់ជួយជាគំនិតមួយហើយខ្ញុំគិតថាបាទដោយសារតែប្រទេសកម្ពុជារាល់ថ្ងៃនេះអត្រានៃការទទួលបានភាពជោគជ័យឃើញស្រីច្រើនជាងបុរសហើយមិនថាវិស័យអីទេវិស័យអប់រំវិស័យស្អីក៏ដោយគឺយើងក៏លេខមើលទៅឃើញមានស្ត្រីច្រើនជាងវិស័យអប់រំឆ្នាំនេះមានស្ត្រីនៅក្នុងខេត្តបន្ទាយមានជ័យគឺគាត់ជាអ្នកដែលទទួលបានជ័យលាភីក្នុងការប្រឡងល្អជាងបុរសអត់មានបុរសជាប់និទេស B ទេយើងនិយាយណាមានសិស្សស្រីជាប់និទេស B ក្នុងខេត្តបន្ទាយមានជ័យអញ្ចឹងយើងចង់បវាយមកវិញថាដោយសារតែបុរសគាត់កំពុងតែគិតរឿងផ្ដេសផ្ដាស់ច្រើនឥឡូវណាគឺធ្វើឲ្យស្ត្រីគាត់បានចាប់ផ្ដើមបានមានឱកាសច្រើនក្នុងការដែលគាត់ដណ្ដើមយកនៅអ្វីដែលជាការល្អហើយខ្ញុំគិតថាវាជារឿងដែលល្អដែលស្ត្រីឥឡូវគាត់ចាប់ផ្ដើមអភិវឌ្ឍខ្លួនគាត់បានខ្លាយទៅជាអ្នកដឹកនាំដ៏ល្អខ្លាយខ្លួនទៅជាអ្នកដែលយើងគិតថាវាគ្រាន់ជាបុរសខ្ញុំគិតថាបុរសរាល់ថ្ងៃដូចជាមិនសូវសម្បូរប្រមាណទេក្នុងផ្នែកដឹកនាំអញ្ចឹងណាគ្រប់ក្រសួងស្ថាប័នសូម្បីតែនៅក្នុងស្ថាប័នរបស់ខ្ញុំក៏ខ្ញុំឃើញមានស្ត្រីជាអ្នកដឹកនាំច្រើនដែរបាទនេះគឺគាត់តែជាមតិផ្ដាំចុងក្រោយដល់បុរសដែលជាបុរសសូមឲ្យបែរត្រឡប់មកវិញហើយឲ្យគិតពីរឿងនឹងតែជាថ្មីវិញផងដែរបាទសូមអរគុណច្រើនជាមួយនឹងលោកចម្រុងបាទអរគុណបាទអរគុណច្រើនបាទជម្រាបលាអរគុណច្រើនជម្រាបលាបាទអរគុណបានន័យថាយើងទទួលបាននៅ idea បាទក៏ដូចជាសារល្អៗពីអ្នកចូលរួមរបស់យើងបាទនៅក្នុងទិវាបាទគឺថានារីអន្តរជាតិ8មីនាបាទដែលជាកម្មវិធីពិសេសសម្រាប់វិទ្យុយើងហើយនៅសប្តាហ៍ក្រោយនោះក៏យើងមានកម្មវិធីនៅដែរបានន័យថាមិនមែនជាការចាក់ផ្សាយឡើងវិញទេគឺផ្ទាល់គេថាផ្ទាល់តែម្ដងបាទបើយើងធ្វើរៀងរាល់ថ្ងៃសុក្របាទនៅថ្ងៃទី13បាទទី20និងទី27បាទវេលាម៉ោង2រហូតដល់ម៉ោង3រសៀលនេះបាទហើយសម្រាប់ប្រិមិត្តរបស់យើងដែលមិនបានចូលរួមនៅថ្ងៃនេះក៏អាចចូលរួមនៅក្នុងសប្តាហ៍ក្រោយទៀតផងដែរបាទហើយឥឡូវនេះយើងបាទកំពុងតែរងចាំជួបជាមួយប្រិមិត្តបាទហើយប្រិមិត្តរបស់យើងមួយចំនួនជាពិសេសស្ត្រីមួយបាទស្ត្រីរបស់យើងហ្នឹងបាទដល់លើកម្មវិធីចឹងវិញបាទយកឆ្នាំងពាក់ជាប់លែងចូលបណ្ដាណាឆឹងទៅពេលកម្មវិធីរបស់ខ្លួនចឹងទៅគាត់អត់ឃើញចូលចាទទួលឆ្នាំងជាប់ហើយបាទមកនិយាយបាត់ឲ្យជើងវ៉ែឲ្យជើងវល់ក៏បាត់ជើងបល់អីអស់ណាបាទតែនិយាយទទួលឆ្នាំងជាប់ដែរចេញបាទថាទិវារបស់គេថាទិវានារីអន្តរជាតិ8មីនានាងខ្ញុំសូមក្របឆ្នាំងជាប់បាទចាំថាយ៉ាប់មែនតែនបាទគេថាកម្មវិធីខុសរឿងអីហ្នឹងប្រកែដែរណាបាទដល់កម្មវិធីមែនតែនរបស់ខ្លួនឯងហ៊ាននិយាយទៀតអរគុណច្រើនបាទមិនអីទេបាទគេហៅថាជួនកាលគាត់ភ័យគាត់ញ័រសាច់ចឹងណាបាទថាហ៊ានតែនិយាយប្តីនេះក៏ហ៊ាននិយាយអញដាក់មួយឆ្នាំងហ្នឹងអរគុណណាស់ចាំថាសូមជូនទៅស្ត្រីផងគេថាសំខាន់បំផុតហ្នឹងគេថាយើងត្រូវចេះគេថាអង្គសិទ្ធិអញមិនមែនថាមួយថ្ងៃទេទោះបីថ្ងៃណាក៏ថាអន្តនារីមានសិទ្ធិដូចគ្នាដែរយើងក៏មិនត្រូវប្រើគេថា
អ្វីដែលឲ្យវាហួសហេតុបាទគេហៅថាស្ត្រីខ្លះអត់ទេប្តីពួយឲ្យសិតតម្រាយកប់ចុងឈើអញ្ចឹងណាគាត់តាមតែដែរហួសហេតុហួតែហួសិតយើងអាហ្នឹងណាបាទហើយគេវាយហ្នឹងមិនថាគេមនុស្សសិតបាទមកយើងនៅវាខ្លាំងដែរហួសិតទៅគេដាក់មកវិញឲ្យវាស្មើសិតបាទអរគុណចាឥឡូវយើងសូមជួយជំបត្តិបាត់សិនបាទអនិច្ចាជាតិស្ត្រីបាទបាទអរគុណហើយអនិច្ចាជាតិស្ត្រីគាត់ស្ដាប់ទៅក៏យំដែរណាបាទអរគុណឥឡូវយើងក៏សូមជួយជាមួយប្រិមិត្តរបស់យើងជាបន្តទៀត Halo ជំរាបសួរ Halo ជំរាបសួរ Halo ជាសួរបាទ Halo ជំរាបសួរបាទអរគុណបាទអញ្ជើញមកពីខាងណាដែរបាទ Halo តោះវិទ្យុ 96.5 បាទ ចាចា បាទអរគុណហើយសូមអនុញ្ញាតស្គាល់ឈ្មោះហើយសូមអញ្ជើញប្រាប់ពីកន្លែងដែលអ្នកបងអញ្ជើញខលចេញផងអញ្ជើញមកពីខាងណាដែរបាទ ចាបងខ្ញុំសូមជម្រាបសួរដល់លោកពិធីករខ្ញុំឈ
ធ្វើជាអ្នកខ្ញុំជាអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាអូអំបិល បាទអរគុណហើយប្រហែលជាសម្ដីអ្នកបងធ្វើសម្ភាសហ្នឹងអូខេអរគុណណាស់ដែលបានចូលរួមផ្ទាល់ផងថ្ងៃនេះបើថាកិច្ចសម្ភាសហើយឥឡូវចូលរួមផ្ទាល់នៅក្នុងការបញ្ចេញមតិទៀតបាទអរគុណណាស់បាទមិនអត់បានដឹងដែរដោយសារអ្នកបងគាត់ខលទៅប្រាប់ថាមិនចូលរួមកម្មវិធីទិវាសិទ្ធិនារីខ្ញុំក៏កំពុងធ្វើការក៏ចុចទៅអត់ស្គាល់លេខចាអរគុណបាទអរគុណចាស់ណាបងបាទហើយឥឡូវនេះបាទនៅក្នុងថ្ងៃនេះណាបងមានជាគំនិតអ្វីខ្លះដើម្បីបន្ថែមទៅលើកិច្ចសម្ភាសណាបងដែលណាបងកតានៅពេលដែលធ្វើកិច្ចសម្ភាសណាបងភ្លេចចឹងណាបាទហើយឥឡូវនេះជួបផ្ទាល់តាមអនអែតែម្ដងតែណាបងមានអ្វីដើម្បីបន្ថែមទៅលើបរិះបាទនៅក្នុងទិវាស្ត្រីយើងបាទខាងមុខនេះបាទមានអ្វីអាចបន្ថែមទៀតទេសូមជិញបាទចាលើកមុននោះកាលពីឆ្នាំទៅទិវាសិទ្ធិនារីឆ្នាំទៅអ្នកបងគាត់ខាងអង្គការមេត្តាករុណាគាត់បានមកសម្ភាសបាទខ្ញុំយោបល់ពីខ្ញុំហ្នឹងក៏ឆ្លើយទៅតាមឯកសារខ្លះក៏ទៅតាមការយល់ដឹងរបស់ខ្លួនឯងខ្លះប៉ុន្តែឥឡូវនេះឆ្លើយឆៅនេះអត់បានត្រៀមមុនអត់អីទេបងក៏សំខាន់យើងចង់បានឆៅតែម្ដងពីការយល់ដឹងហើយបីថាខ្ញុំឆ្លើយខុសទោះអីកុំប្រកាន់ណាបាទអត់អីទេបងបាទសំខាន់ផុតគេចង់បានផ្ទាល់ចឹងគេហៅថាគ្មានការត្រៀមទុកណាបាទគឺអ្វីដែលបងយល់គឺថាសប្តាហ៍ថ្ងៃស្ត្រីបីយើងភាពគេថាចំណុចខ្លាំងចំណុចខ្សោយស្ថិតនៅកន្លែងណាហើយតែចេះចង់ឲ្យបងធ្វើការប្រៀបធៀបពីចំណុចខ្លាំងចំណុចខ្សោយរបស់ស្ត្រីយើងបាទចាដែលនាងខ្ញុំបានឃើញសប្តាហ៍ថ្ងៃចំណុចខ្លាំងរបស់នារីយើងគឺថាវាមានការរីកចម្រើនច្រើនជាងពីមុនពីសម័យមុនបាទគឺដូចថាចំណុចខ្លាំងយើងគឺនារីយើងរាល់ថ្ងៃក្លាហានណាបានតស៊ូទៅរៀនទៅសូត្រដូចសូម្បីតែរូបខ្ញុំក៏ដោយខ្ញុំបានទៅរៀននៅឯសាកលវិទ្យាល័យដើម្បីបណ្ដុះបណ្ដាលដែលហៅថាបង្កើនសមត្ថភាពបង្កើនចំណេះដឹងខ្លួនឯងផ្ទាល់ដើម្បីឲ្យខ្លួនយើងនឹងវាមានការរីកចម្រើនហើយក៏យើងចង់យល់ដឹងអ្វីដែលនៅជុំវិញខ្លួនយើងហើយបើមិនជាយើងមិនបានទៅរៀនទេគឺយើងអត់ដឹងទេដល់ពេលយើងទៅរៀនទៅយើងឃើញមានអ្នកគ្រូចាស់ខ្លះគាត់ចាស់ចំណាស់ខ្ញុំអាយុ50អីគាត់ទៅរៀនលាន់ហើយក៏មានក្មេងៗគេរៀនរហូតដល់លោកសាស្ត្រាចារ្យគាត់ប្រសើរគាត់លាន់មកតាំងចាគ្រូចាស់ខំរៀនទាំងយប់ដល់ថ្ងៃដាក់ឯកសារស្រាវជ្រាវឲ្យសុភានបទមកនាំគ្នាខំធ្វើអានេះគឺជាការរីកចម្រើនមួយក្នុងការបង្កើនចំណេះដឹងហើយមួយទៀតគាត់ឲ្យពួកខ្ញុំនឹងខំរៀនភាសាអង់គ្លេសភាសាបរទេសណាទោះបីថាយើងចាស់ហើយក៏ដោយគូខំរៀនទៅតាមវ័យរបស់យើងចូលបានប៉ុណ្ណាប៉ុណ្ណឹងគឺថាវាបានខ្លះដែរវាមិនបានពេញដូចជាក្មេងៗទេតែយើងខំរៀននេះគឺការរៀនសូត្ររបស់ពួកខ្ញុំចាស់ហើយនេះជាមួយទៀតការងាររបស់យើងខ្ញុំនេះថាពួកខ្ញុំធ្វើការឲ្យយើងមានចំណេះដឹងចេះដឹងច្រើនជ្រៅជ្រះហើយយើងក៏ឧស្សាហ៍បានទៅសិក្ខាសាលាចូលរួមជាថ្នាក់ខេត្តជាថ្នាក់ទីអីច្រើនអញ្ចឹងទៅក៏យើងមានការអភិវឌ្ឍខ្លួនឯងណាលោកអូនអរគុណបងបាទថាជាធម្មតាប្រសិនបើយើងមិនគេថាចូលរួមសិក្ខាសាលាឬក៏នេះទេបើន័យថាស្ត្រីយើងគឺណាប៉ុន្តែយើងគិតថាស្ត្រីយើងមួយចំនួនសប្តាហ៍ថ្ងៃនេះគឺគាត់យល់បានច្រើនណាស់គាត់យល់ទីមួយគាត់គិតថាគាត់មិនមែនដូចសម័យមុនទេបើន័យថាពីមុននេះយើងគិតថាចាស់ថារៀនទៅអីទេច្រើនទៅអីទេស្រីតែធំទៅកូនឯងខ្លាយជាប្រពន្ធគេមើលតែកូនដាំតបាយគេស៊ីទៅណាបាទប៉ុន្តែឥឡូវមិនអញ្ចឹងទេកាលណាការយល់ហ្នឹងគឺជាការយល់មួយខុសហើយបាទពីព្រោះឥឡូវនេះយើងដឹងស្រាប់ហើយស្ត្រីយើងមិនមែនទុនជាយឬក៏ពឹងផ្អែកទៅលើប្តីទេបាទគេហៅថាស្ត្រីសប្តាហ៍គាត់ត្រូវការមានការងារធ្វើខ្លួនគាត់ទៅមានមុខរបរខ្លួនគាត់ជួនកាលគាត់សម័យគាត់យល់ថាបបាអាសុំលុយប្តីជួនកាលហើយក៏ត្រីចិត្តគេឲ្យទៅបាទគេថាត្រីចិត្តគេឲ្យទៅត្រីចិត្តគេមកឲ្យយើងទៅវាយ៉ាប់អីអញ្ចឹងគាត់គាត់ថាគាត់ងើបដល់ខ្លួនឯងបាទចាដូចខ្ញុំអញ្ចឹងខ្ញុំធ្វើការខ្លួនឯងផងហើយពិសេសកូនខ្ញុំសុទ្ធតែស្ត្រីវាធ្វើការខ្លួនវាទាំងអស់គ្នាចាយប្រាក់ខែរៀងខ្លួនខ្ញុំជាម្ដាយពេលខ្ញុំចិញ្ចឹមគេបានធំហើយគេមានប្រាក់ខែគេមានការងាររៀងខ្លួនខ្ញុំក៏មិនសូវពិបាកនឹងជួយមកឲ្យកូនហុចដៃសុំលុយដែរគេមានលុយចាយរបស់គេអស់ហើយចាហើយភាគច្រើនលោកអូនដែលខ្ញុំសង្កេតឃើញដើម្បីតការរៀនសូត្រណាកុមារីរៀនបកាយជាងកុមារាណាបាទតែខ្ញុំស្រង់ស្ថិតិសោះថ្ងៃគឺក្មេងស្រីរៀនបកាយជាងកុមារាហើយដែលធ្វើអីក៏ដោយប្រឡងគ្រូប្រឡងអីពិសេសនេះសាលាខ្ញុំចុះកម្មសិក្សា
គ្រូក៏ហៅថាគ្រូចុះស្តា បាទ សបោតាអ្នកគ្រូទេកុមារាហើយគេរកមូលហេតុយល់ថាម៉េចចឹងមិនក៏សបោតាកុមារាសបោតាស្ត្រីខាងចូលស្រីខំរៀនយកចិត្តទុកដាក់ជាងប្រុសបាទអរគុណចាស់បងដោយសារពេលវេលារបស់យើងខ្លីណាស់បាទអរគុណណាស់បាទន័យថាឱកាសបាននៅសប្តាហ៍ក្រោយយើងនឹងបានជួបជាមួយអ្នកបងទៀតព្រោះកម្មវិធីរបស់យើងនេះមាននៅថ្ងៃទី13ថ្ងៃទី20និងថ្ងៃទី27បាទនៅវេលាមកដដែលហើយខ្ញុំអរគុណណាស់សម្រាប់ការចូលរួមរបស់អ្នកបងតាមរយៈកិច្ចសម្ភាសក៏ដូចជាការអញ្ជើញចូលរួមផ្ទាល់ជាមួយនឹងកម្មវិធីតែម្ដងបាទជូនពរអ្នកបងបានទទួលជោគជ័យបាទសម្រាប់ទិវានារីខាងមុខបាទអរគុណដែរចា៎បាទអរគុណចាស់អ្នកបងបាទអរគុណណាស់ជម្រាបលាបាទអរគុណចាស់បាទចាប្រិយមិត្តជាទីស្រឡាញ់រាប់អានឃើញថានាទីនៅក្នុងកម្មវិធីរបស់យើងបានដល់ទីបញ្ចប់ផងដែរចាគណៈនេះវត្តមាននាងខ្ញុំម៉ារីណាបាទជាមួយនឹងខ្ញុំថានេះបាទសូមអរគុណសូមជម្រាបលាបាទ